និមិត្តសញ្ញាសំខាន់ទាំងប៉ុន្មាននេះយើងជាអ្នកប្រើប្រាស់ឡានគួរតែស្គាល់ទាំងអស់គ្នានិមិត្តសញ្ញាទី1នេះ engine oil level is low អញ្ចឹងគឺបញ្ជាក់ថាឡានយើងកំពុងតែខ្វះប្រេងម៉ាស៊ីនខ្លាំងអញ្ចឹងបើសិនជាបងប្អូនឃើញសញ្ញានឹងលោតមកគឺយើងឆាប់រកប្រេងម៉ាស៊ីនចាក់ចូលបាទឬក៏យើងឲ្យជាងគេពិនិត្យមើលថាមូលហេតុអីបានជាឡានយើងបាត់ប្រេងច្រើនម៉េះបាទហើយបើឡានលោតសញ្ញាបែបហ្នឹងហើយយើងកុំព្យាយាមជិះបន្តទៅមុខឆ្ងាយទៀតអីបាទគួរតែឆាប់អែបចូលគៀនហើយត្រួតពិនិត្យមើលប្រេងម៉ាស៊ីនសញ្ញាទី2នេះវិញបញ្ជាក់ថាឡានយើងកំពុងតែមានបញ្ហាជាប់ហ្វ្រាំងដៃអញ្ចឹងបើសិនជាចេញសញ្ញានឹងលោតមកបងប្អូនគ្រាន់តែដោះហ្វ្រាំងដៃទៅគឺបាត់ហើយបាទបាត់សញ្ញាទៅវិញហើយចំណែកសញ្ញានេះវិញបញ្ជាក់ថាឡានយើងកំពុងតែមានបញ្ហាទៅលើប្រព័ន្ធចំហេះឬក៏ស៊ីឡាំងណាមួយដែលវាមិនប្រក្រតីបាទអាចបូស៊ីដោយស៊ីម៉ាំងប៊ិចសាំងឬក៏អេអញ្ចឹងទៅបងប្អូនឲ្យជាងគេ scan មើលទៅយើងច្បាស់បាទរកឃើញពីរោគសញ្ញាហើយសញ្ញានេះក៏មិនជារោគធំដុំអីប្រហែលដែរបងប្អូនប៉ុន្តែក៏យើងត្រូវតែត្រួតពិនិត្យមើលដែរចំណែកសញ្ញានេះវិញបញ្ជាក់ថាឡានយើងកំពុងតែមានបញ្ហាទៅលើប្រព័ន្ធចកូតបងប្អូន power steering loss of power នេះណាអញ្ចឹងបងប្អូនឆាប់ឲ្យជាងគេពិនិត្យបើសិនវាចេញសញ្ញាហ្នឹងចំណែកសញ្ញានេះបញ្ជាក់ថាឡានយើងកង់ណាមួយគឺមិនប្រក្រតីអាចជាខ្យល់កង់យើងបើធូរពេកឬក៏តឹងពេកក៏វាលុតសញ្ញាហ្នឹងដែរមួយទៀតក៏វាអាចមកពីឡានយើងខូចបាទខូច valve sensor ហ្នឹងក៏វាចេញសញ្ញានឹងដូចគ្នាដែរបាទអញ្ចឹងសញ្ញានេះភាគច្រើនវាចេញនៅពេលដែលឡានយើងធូរកង់បាទឬក៏បែកកង់សញ្ញានេះគឺស្រួលមើលទេបងប្អូនបញ្ជាក់ថាឡានយើងគឺកំពុងតែត្រូវការសាំងបាទវាអស់សាំងបានលុតសញ្ញានឹងចេញមកអញ្ចឹងយើងគ្រាន់តែចាក់សាំងទៅគឺវាបាត់សញ្ញានឹងទៅវិញហើយចំណែកសញ្ញានេះវិញបញ្ជាក់ថាឡានយើងគឺកំពុងតែប្រើប្រាស់ភ្លើងហ្វាបាទដែលជាភ្លើងចាំងភ្នែកគេខ្លាំងអញ្ចឹងបើសិនជាឃើញសញ្ញានឹងលោតឡើងនៅលើទីប្រជុំជនអីបងប្អូនឆាប់ធ្លាក់វាវិញបាទជៀសវាងគេជេរឬក៏បែកកញ្ចក់ដោយប្រការណាមួយសញ្ញាលឿងដូចមកុដនេះលោតមកបញ្ជាក់ថាក្នុងធុងទឹកជូតកញ្ចក់យើងគឺបានអស់ទឹកហើយអញ្ចឹងបងប្អូនគ្រាន់តែយកទឹកទៅចាក់ក្នុងធុងបើការ៉ូបខាងមុខហ្នឹងយកទឹកចាក់ចូលក្នុងធុងទៅគឺវានឹងបាត់សញ្ញានឹងទៅវិញហើយបាទនេះគឺទឹកជូតកញ្ចក់បាទសញ្ញាទឹកជូតកញ្ចក់សញ្ញានេះបញ្ជាក់ថាឡានយើងទ្វារគូតក្រោយគឺបិទឥតជិតទេឬក៏កំពុងតែចំហអញ្ចឹងបើចេញសញ្ញាហ្នឹងយើងគ្រាន់តែបិទគូតខាងក្រោយទៅគឺបាត់ហើយចំណែកសញ្ញានេះវិញវាជាសញ្ញាសុវត្ថិភាពវាដាស់តឿនឲ្យយើងពាក់ខ្សែក្រវ៉ាត់បាទពាក់ខ្សែក្រវ៉ាត់អញ្ចឹងយើងគ្រាន់តែទាញខ្សែក្រវ៉ាត់យកមកពាក់មកគឺនឹងបាត់ហើយបាទបាត់ហើយសញ្ញាហ្នឹងចំណែកសញ្ញា driver airbag got problem បាទបញ្ជាក់ថាឡានយើងកំពុងតែមានបញ្ហាបាទទៅលើពងសុវត្ថិភាពអញ្ចឹងពេលខ្លះវាលងដូចក៏វាអាចនឹងចេញសញ្ញានឹងដែរបងប្អូនបាទហើយក៏វាចេញមិនបាត់ទេបងប្អូនឲ្យជាងគេពិនិត្យមើលទៅបាទ